ជំរាបសួរខ្ញុំបាទវណ្ណដាថ្ងៃនេះពួកយើងជាមួយនឹងក្រុមការងារដែលយើងរៀបចំអវ៉ាន់សម្រាប់បងប្អូនភាគសឹកបន្ទាប់ពីយើងមកពីប៉ារីសវិញអញ្ចឹងអវ៉ាន់វាលើសពី20មុខសម្រាប់ថ្ងៃនេះវាច្រើនមែនទែនសម្រាប់ពួកយើងរៀបចំនៅក្នុងមួយថ្ងៃប៉ុន្តែពួកយើងនឹងរៀបចំបន្តទៀតសម្រាប់បងប្អូននៅថ្ងៃក្រោយអញ្ចឹងអ្វីដែលពួកខ្ញុំចង់ឃើញគឺសន្តិភាពបងប្អូនអាចត្រឡប់ទៅផ្ទះវិញហើយខ្ញុំសប្បាយចិត្តមែនទែនក្នុងការរៀបចំថ្ងៃនេះចង់ផ្ដាច់ផ្ញើក្តីស្រឡាញ់ទៅកាន់បងប្អូនភាគសឹកបងថ្ងៃណាខ្ញុំបានជួបពុកម៉ែបងប្អូនទាំងអស់គ្នាខ្ញុំចង់ចូលរួមខ្ញុំចង់ចាប់ដៃខ្ញុំចង់សំណេះសំណាលខ្ញុំចង់ perform សម្រាប់ពុកម៉ែបងប្អូនទាំងអស់គ្នាខ្ញុំស្រឡាញ់ពុកម៉ែបងប្អូនទាំងអស់គ្នាមែនទែនអ្វីដែលយើងរៀបចំថ្ងៃនេះគឺរៀបចំចេញពីចិត្តហើយសង្ឃឹមថាជួបគ្នាឆាប់ពីព្រោះ location យើងអត់បានសម្រេចទេទីតាំងយើងអត់បានសម្រេចទេអញ្ចឹងថ្ងៃនេះអ្វីដែលយើងធ្វើបានគឺប៉ុណ្្នឹងហើយយើងនៅតែមានការរៀបបន្តទៀតពីព្រោះនេះមិនមែនជាទឹកបញ្ចប់ទេវាជាទឹកទី1អញ្ចឹងខ្ញុំចង់ shout out ទៅ everyone ដែលធ្វើការនៅក្នុងការរៀបចំមួយនេះហើយខ្ញុំអរគុណខ្ញុំ appreciate ហើយខ្ញុំសង្ឃឹមថាសន្តិភាពនឹងមានឆាប់នេះសង្ឃឹមថាប្រទេសខ្មែរយើងនឹងមិនមានការឈ្លានពានបន្តទៀតពីអ្នកណាក៏ដោយអ្វីដែលខ្ញុំ want focus ឥឡូវគឺខ្មែរ for ខ្មែរសាមគ្គី we are ខ្មែរ thank you rise for ខ្មែរ